ទីតាំងនេះគឺជាតំបន់ទេសភាពឬគេហៅតំបន់ព្រៃលិចទឹករបស់សហគមន៍អេកូទេសចរសម្រាប់កោះហានសម្រាប់នៅតំបន់នេះគឺជាតំបន់ព្រៃលិចទឹកដែលធំជាងគេហើយនៅក្នុងសហគមន៍ហ្នឹងហើយវាសម្បូរទៅដោយប្រភេទសត្វស្លាបជាជំរកសត្វស្លាបបាទហើយនឹងជាតំបន់ដែលតាក់ទាញសម្រាប់ទេសចរហើយជាទូទៅវាមានសត្វច្រើនប្រភេទហើយវាមានតាមរដូវកាលរបស់វាសម្រាប់ពីខែ11ដល់ខែ12នេះឬឲ្យដល់ខែ1នេះអាចមានប្រភេទសត្វស្លាបដែលប្រភេទសត្វកម្រខ្លះហើយចាប់ពីខែ2រហូតដល់ខែ5ខែ6វាប្រភេទសត្វទៅតាមរដូវកាលរបស់វាមានប្រភេទសត្វស្មោញបាទបើវាមកទាំងវងតែម្ដងគឺថារាប់ពាន់ក្បាលហើយមើលទៅឃើញតែសត្វហ្នឹងតែម្ដងតំបន់នេះវាងាយស្រួលក្នុងការជិះទូកាយៈជាពិសេសគឺទូកាយៈតែម្ដងមិនថាគាត់ជិះចូលទៅក្នុងព្រៃលិចទឹកហ្នឹងគឺទីមួយគាត់បានមើលទេសភាពព្រៃលិចទឹកក្នុងតំបន់ហ្នឹងទីពីរវាមានប្រភេទឈើប្រភេទជីវៈចម្រុះនៅតំបន់ហ្នឹងតែម្ដងបាទថែមទាំងមើលបានសត្វស្លាបហើយមួយទៀតនិយាយរួមទឹកថ្លាហើយអាចមើលទៅឃើញត្រីប្រភេទត្រីមួយចំនួនដែលវានៅរស់នៅតំបន់ហ្នឹងទៀតសម្រាប់ភ្ញៀវដែលមកលេងតំបន់នេះភាគច្រើនគឺគាត់ចូលចិត្តបោះតង់បាទដោយសារវាអំណោយផលក្នុងការបោះតង់ទី1ទី2វាងាយស្រួលក្នុងការលេងទឹកនេះអីចឹងទៅមិនថាគាត់មាន2ជម្រើសប៉ុន្តែភាគច្រើនជម្រើសទី1ដែលគាត់មកគឺបោះតង់តែម្ដងបន្ទាប់ពីបោះតង់គឺអាចមានជម្រើសទី2គឺគាត់មានគាត់ទៅស្នាក់នៅផ្ទះស្នាក់របស់សហគមន៍សម្រាប់បោះតង់នេះគឺយើងមានទាំងម្ហូបបាទយើងមានទាំងការរៀបចំមានភ្លើងបំភ្លឺបាទហើយពេលរាត្រីហ្នឹងយើងមានការលេងកម្សាន្តអីចឹងទៅបាទយើងមានកម្មវិធីសម្រាប់ឲ្យភ្ញៀវសហគមន៍អេកូទេសចរសម្រាប់កោះហានត្រូវបានបង្កើតឡើងនៅក្នុងតំបន់ពោពេញដោយធម្មជាតិដ៏ស្រស់ស្អាតដែលស្ថិតនៅក្នុងសហគមន៍កោះស្នែងភូមិកោះស្នែងឃុំកោះស្នែងស្រុកបូរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងតំបន់នេះមានទេសភាពដ៏ស្រស់ស្អាតដែលបង្កើតឡើងដើម្បីជូននៅបទពិសោធន៍នៃវិស័យទេសចរដែលស្រស់ស្អាតនិងស្របតាមចរិតធម្មជាតិពិតៗកោះហានគឺជាកន្លែងដ៏អស្ចារ្យសម្រាប់អ្នកទេសចរដែលចង់សម្រាកនិងរីករាយជាមួយធម្មជាតិដែលតភ្ជាប់សម្រាប់ប្រជាជននៅក្នុងតំបន់និងបង្កើតនូវការអភិវឌ្ឍឲ្យមានអត្ថប្រយោជន៍សម្រាប់សហគមន៍